សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast របស់យើងនៅថ្ងៃនេះតើអ្នកទាំងអស់គ្នាធ្លាប់សួរខ្លួនឯងទេថាហេតុអីបានជាជីវិតរបស់យើងហាក់ដូចជានៅទ្រឹងមួយកន្លែងតើធ្វើយ៉ាងណាទើបអាចកែប្រែជីវិតឲ្យល្អឡើងវិញបានលឿនបំផុតនោះខ្ញុំជឿថាយើងម្នាក់ៗតែងតែចង់បានកំណែទម្រង់ជីវិតមួយដ៏ល្អប្រសើរថ្ងៃនេះខ្ញុំមានប្រធានបទមួយដ៏ពិសេសចង់មកជជែកនិងចែករំលែកជាមួយអ្នកទាំងអស់គ្នាក្រោមចំណងជើងថាដឹងរឿងទាំង5នេះធ្វើឲ្យជីវិតកាន់តែប្រសើរឡើងនេះមិនមែនគ្រាន់តែជាទ្រឹស្ដីនៅក្នុងសៀវភៅទេប៉ុន្តែវាជាផ្លូវកាត់ដ៏មានឥទ្ធិពលបើអ្នកយល់ច្បាស់ពីវាជីវិតអ្នកនឹងផ្លាស់ប្ដូរយ៉ាងលឿនតោះកុំឲ្យខាត់ពេលយូរយើងទៅស្ដាប់រឿងទី1ទាំងអស់គ្នារឿងទី1ការយល់ដឹងពីតម្លៃពិតនៃពេលវេលាអ្នកដឹងទេរបស់ដែលយុត្តិធម៌បំផុតនៅលើโลกនេះដែលមនុស្សគ្រប់គ្នាមានមនុស្សយើងមានពេលវេលា24ម៉ោងស្មើគ្នាមិនថាអ្នកមានឬអ្នកក្រនោះទេប៉ុន្តែអ្វីដែលខុសគ្នានោះគឺរបៀបប្រើប្រាស់មនុស្សជាច្រើនតែងតែនិយាយថាចាំស្អែករហូតដល់ពេលវេលាកន្លងហួសទៅរាប់ខែរាប់ឆ្នាំបើយើងចង់ឲ្យជីវិតរបស់យើងល្អឡើងលឿនបំផុតនោះរឿងដំបូងគេដែលយើងត្រូវធ្វើនោះគឺត្រូវបញ្ឈប់ការចំណាយពេលទៅលើរឿងដែលមិនបានផ្ដល់តម្លៃដល់ជីវិតឈប់ខ្វល់ពីរឿងអវិជ្ជមានរបស់អ្នកដទៃឈប់លេងទូរស័ព្ទអូសចោលគ្មានគោលបំណងរាប់ម៉ោងចូលវិនិយោគពេលវេលានោះមកលើការរៀនជំនាញថ្មីមកលើការរកស៊ីឬការនៅជាមួយមនុស្សដែលយើងស្រឡាញ់វិញពេលវេលាដើរទៅមុខហើយមិនត្រឡប់ក្រោយទេបើអ្នកមិនគោរពពេលវេលាក៏មិនគោរពអ្នកដូចគ្នារឿងទី2ស្ទាត់ជំនាញក្នុងការគ្រប់គ្រងអារម្មណ៍និងចិត្តគំនិតរឿងទី2នេះសំខាន់ណាស់ក្នុងមួយថ្ងៃយើងជួបរឿងសម្ពាធនិងការលំបាករាប់មិនអស់ទាំងរឿងការងាររឿងរកស៊ីនិងរឿងបុគ្គលមនុស្សដែលបរាជ័យភាគច្រើនគឺដោយសារតែពួកគេបណ្ដោយឲ្យអារម្មណ៍ឆេវឆាវខឹងសម្បារឬការបាក់ទឹកចិត្តមកដឹកនាំជីវិតនៅក្នុង podcast នេះខ្ញុំចង់ប្រាប់អ្នកថាយើងមិនអាចហាមឃាត់ព្រឹត្តិការណ៍អាក្រក់មិនឲ្យកើតឡើងបានទេប៉ុន្តែយើងអាចជ្រើសរើសរបៀបឆ្លើយតបបាននៅពេលជួបបញ្ហាធំចូលដកដង្ហើមវែងហើយសួរខ្លួនឯងភ្លាមថាតើខ្ញុំអាចរៀនសូត្រអ្វីបានខ្លះពីគំនិតនេះតើដំណោះស្រាយដែលល្អបំផុតគឺអ្វីកាលណាអ្នកមានចិត្តគំនិតរីកចម្រើន growth mindset នោះគ្មានឧបសគ្គណាអាចខាត់ដំណើរអ្នកបានឡើយរឿងទី3ចេះចាត់ចែងលុយកាក់និងហិរញ្ញវត្ថុមកដល់រឿងទី3ដែលជាទស្សនវិជ្ជាពិតនៃជីវិតគ្មាននរណាម្នាក់អាចមានជីវិតដ៏ល្អប្រសើរនិងមានសេរីភាពបានទេប្រសិនបើស្ថានភាពហិរញ្ញវត្ថុនៅតែរញ៉េរញ៉ៃមនុស្សជាច្រើនគិតថាឲ្យតែរកលុយបានច្រើនគឺជោគជ័យហើយតែការពិតមិនមែនទេវាអាស្រ័យលើថាតើអ្នកសល់លុយប៉ុន្មាននិងចេះចាត់ចែងវាបែបណាបើអ្នករកបាន10ចាយអស់10ឬចាយដល់12នោះជីវិតអ្នកនឹងស្ថិតនៅក្នុងភាពភ័យខ្លាចជានិច្ចចាប់ពីថ្ងៃនេះទៅរៀនបែងចែកលុយជាផ្នែកសម្រាប់ចំណាយចាំបាច់ផ្នែកសម្រាប់សន្សំទុកពេលមានអាសន្ននិងផ្នែកតូចមួយសម្រាប់វិនិយោគដើម្បីឲ្យលុយបង្កើតលុយកាលណាអ្នកក្តាប់ច្បាប់ហិរញ្ញវត្ថុបានជីវិតអ្នកនឹងមានខ្នើយបង្អែកយ៉ាងរឹងមាំរឿងទី4កុំរំលងសុខភាពផ្លូវកាយនិងផ្លូវចិត្តមានពាក្យចាស់មួយឃ្លានិយាយថាមនុស្សសុខភាពល្អមានក្តីស្រមៃរាប់ពាន់តែមនុស្សដែលមានជំងឺមានក្តីស្រមៃតែមួយគត់គឺចង់ជាសះស្បើយតើមានប្រយោជន៍អ្វីបើអ្នកខំប្រឹងធ្វើការរកលុយបានរាប់លានតែចុងក្រោយត្រូវយកលុយទាំងអស់នោះទៅដេកព្យាបាលខ្លួននៅលើក្រែពេទ្យការថែទាំសុខភាពមិនមែនជារឿងខាតពេលទេតែវាជាការបង្កើនថាមពលញ៉ាំអាហារល្អគេងឲ្យបានគ្រប់គ្រាន់និងហាត់ប្រាណខ្លះទៅហើយកុំភ្លេចថែទាំសុខភាពចិត្តផងផ្ដល់ពេលវេលាឲ្យខួរក្បាលបានសម្រាកនិងលំហេពីសម្ពាធទាំងឡាយកាលណាកាយមាំមួនចិត្តជ្រះថ្លាអ្នកនឹងមានកម្លាំងទៅបង្កើតរឿងអស្ចារ្យជាច្រើនទៀតណាស់រឿងទី5ជ្រើសរើសបរិស្ថាននិងមនុស្សជុំវិញខ្លួនឲ្យបានត្រឹមត្រូវរឿងចុងក្រោយបង្អស់ហើយក៏ជារឿងដែលមានឥទ្ធិពលបុកទម្លុះខ្លាំងជាងគេលោកជីមរ៉ូនធ្លាប់និយាយថាអ្នកគឺជាមធ្យមភាគនៃមនុស្ស5នាក់ដែលអ្នកចំណាយពេលជាមួយច្រើនបំផុតសាកសង្កេតមើលមនុស្សជុំវិញខ្លួនអ្នកបន្តិចមើលតើពួកគេជាមនុស្សបែបណាបើអ្នករស់នៅក្នុងចំណោមមនុស្សដែលចាំតែចាប់កំហុសត្អូញត្អែនិងបំបាក់ទឹកចិត្តមិនយូរទេថាមពលរបស់អ្នកនឹងស្រុតចុះដោយពួកគេដែរជាមិនខានផ្ទុយទៅវិញបើអ្នកនាំខ្លួនឯងទៅក្បែរមនុស្សពូកែមនុស្សដែលមានមហិច្ឆតានិងមានវិជ្ជមានពួកគេនឹងទីអ្នកណែនាំអ្នកនិងរុញច្រានអ្នកឲ្យហោះទៅមុខយ៉ាងលឿនជួជ្រើសរើសទំនាក់ទំនងដោយភាពឆ្លាតវៃប្រិមត្តអ្នកស្ដាប់ទាំងអស់គ្នារឿងទាំង5យ៉ាងនេះពេលវេលាអារម្មណ៍លុយកាក់
សុខភាពនិងមនុស្សជុំវិញខ្លួនវាមិនមែនជាមុនអាគមអ្វីឡើយវាក៏មិនអាចផ្លាស់ប្ដូរជីវិតអ្នកត្រឹមតែមួយប៉ព្រិចភ្នែកតែប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមដឹងហើយយកទៅអនុវត្តពីមួយថ្ងៃទៅមួយថ្ងៃបន្តិចម្ដងខ្ញុំហ៊ានធានាថាក្នុងរយៈពេលដ៏ខ្លីខាងមុខអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលនៃជីវិតថ្មីដែលល្អប្រសើរជាងមុនជាមិនខានសូមអរគុណសម្រាប់ការតាមដានស្ដាប់ podcast របស់យើងនៅថ្ងៃនេះជូនពរអ្នកទាំងអស់គ្នាមានថាមពលនិងជោគជ័យក្នុងផ្លូវដើរថ្មីជួបគ្នានៅអេពីសូតក្រោយពីខ្ញុំអលេចណាណា